ទីបំផុតទូកទេសចរតាមដងស្ទឹងសង្កែនៅខេត្តបាត់ដំបងបានលេចចេញជារូបរាងហើយពិតជាល្អមែនទែនព្រោះថាបានលើកស្ទួយវិស័យទេសចរនៅក្នុងខេត្តបាត់ដំបងឲ្យកាន់តែសម្បូរបែបក៏ដូចជាតាក់ទាញភ្ញៀវទេសចរឲ្យមកលេងកម្សាន្តព្រោះថាទេសភាពទៅតាមដងស្ទឹងសង្កែពិតជាស្អាតមែនដូច្នេះហើយបានមកលេងបាត់ដំបងលើកនេះពួកខ្ញុំក៏បានឆ្លៀតថតបង្ហាញពុកម៉ែបងប្អូននៅបានស្គាល់ទាំងអស់គ្នាអញ្ចឹងបងប្អូនអាច save វីដេអូនេះទុកដើម្បីមកលេងបាត់ដំបងលើកក្រោយអាចជិះកម្សាន្តបានបាទជំរាបសួរពុកម៉ែបងប្អូនសម្រាប់ទីតាំងចុះទូកនៅកន្លែងម៉ាត់ទេសចរកន្លែងមាត់ស្ទឹងម្ដុំសាលាសោហើជាប់ទៅនឹងវេទិកាអុំទូកខេត្តបាត់ដំបងណាសម្រាប់តម្លៃសបុតម្នាក់ 20000 រៀលហើយកន្លែងគាត់នឹងក៏មានជាកាយៈបងប្អូនអាចអុំលេងនៅតាមដងស្ទឹងសង្កែក៏បានដែរហើយសម្រាប់តម្លៃសបុតនឹងមិនមែនថាទូកមួយនឹងយើងជិះបានម្នាក់2នាក់ណាបងប្អូនគឺយើងជិះរួមគ្នាជាមួយនឹងគេប៉ុន្តែដោយសារតែពួកខ្ញុំភ្ញៀវពិសេសបាទខ្ញុំជិះតែ2នាក់ចឹងទៅហើយនេះគឺជាលើកដំបូងហើយដែលខ្ញុំបានមកជិះទូកកម្សាន្តតាមដងស្ទឹងសង្កែបែបនេះបងប្អូនមានអារម្មណ៍ថាសប្បាយប្លែកភ្នែកមែនយើងបានជិះកាត់មើលក្រុងមកដល់កន្លែងវិមានឯករាជ្យហើយនឹងឆ្លងកាត់ក្រោមស្ពានថ្មចាស់កន្លែងសាលាក្រុងណាហើយនៅពេលដែលយើងជិះក្រោមស្ពានឆ្លងកាត់ម្ដងជិះយើងមានអារម្មណ៍ថាដូចប្លែកសប្បាយមួយយ៉ាងដែររយៈពេលជិះទូកកម្សាន្តនេះប្រហែល2ម៉ោងទាំងទៅទាំងមកគឺទិសដៅកម្សាន្តជិះទៅដល់វត្តជទាលបានត្រឡប់មកវិញដល់មួយថ្ងៃចេញ3ដងពេលព្រឹកនៅម៉ោង9ហើយពេលថ្ងៃរសៀលនៅម៉ោង3ដោយឡែកនៅពេលយប់ជិះតែ1ម៉ោងទេពីម៉ោង6រហូតដល់ម៉ោង7យប់ដោយតម្លៃសបុតត្រឹមតែ8000 រៀលទេហើយជិះកម្សាន្តបានត្រឹមស្ពានវត្តគោហើយសម្រាប់ពួកខ្ញុំថ្ងៃនេះរៀងអស់កម្លាំងដែរដោយសារតែម្សិលមិញទឹកមកពីកោះកុងអញ្ចឹងដាក់ភេសជ្ជៈបើកម្លាំង Viking នេះមួយដោយសារតែមានរសជាតិឆ្ងាញ់ជូរអែមហើយមានហ្គាសតិចនិយាយទៅដាក់ភ្លាមមានកម្លាំងព្រឹសអារម្មណ៍ស្រស់ស្រាយរបស់គេហ្មងហើយសំខាន់គឺថាមានរង្វាន់ខ្លាំងទៀតរង្វាន់ធំដូចជារង្វាន់លុយ$77,777រថយន្តទំនើប Mitsubishi Xpander ស៊េរីថ្មីម៉ូតូ Honda Click និងទូរស័ព្ទ Samsung Galaxy A55 ស៊េរីថ្មី Civilized និងលុយសុទ្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតនិយាយទៅមកជិះទូកកម្សាន្តតាមដងស្ទឹងសង្កែនេះពិតជាសប្បាយប្លែកមែនយើងអាចគយគន់មើលទេសភាពក៏ដូចជាយើងអាចស្វែងយល់ពីជីវភាពនិងទស្សនវិជ្ជាអ្នករស់នៅតាមដងស្ទឹងសង្កែបាទមកខែនេះដើមឈើទាំងសងខាងស្ទឹងនិងទាំងទឹកស្ទឹងនិយាយទៅស្អាតមែនតែនតែម្ដងណាបងប្អូនពណ៌ឡើងបៃតងស្រស់ត្រជាក់ភ្នែកហ្មងខ្ញុំរីកមិនមែនតែនបងប្អូនគួរតែមកសាកល្បងជិះបានម្ដងណាជិះលេងឥឡូវនេះយើងបានមកដល់កន្លែងស្ពានដែកវត្តកណ្ដឹងហ្នឹងដែលជាស្ពានរថភ្លើងត្រូវឆ្លងកាត់ចឹងណាបងប្អូនហើយបើសិនជាថ្ងៃណាហេងអីយើងអាចជិះឆ្លងកាត់កន្លែងហ្នឹងចំពេលរទេះភ្លើងឆ្លងកាត់អីវិញគឺថារឹតតែអស្ចារ្យខ្លាំងបាននិយាយពីស្ទឹងសង្កែនេះវិញគឺថាមានចម្ងាយប្រមាណ250គីឡូម៉ែត្រដែលជាចរន្តទឹកដ៏សំខាន់មួយក្នុងខេត្តបាត់ដំបងនៅភាគពាយព្យនៃប្រទេសកម្ពុជាយើងដោយហូរកាត់ស្រុកចំនួន6ក្នុងខេត្តបាត់ដំបងមុននឹងហូរចូលទៅបឹងទន្លេសាបហើយនិយាយថាពីទេសភាពវិញគឺថាប្លែកភ្នែកពីមួយកន្លែងទៅមួយកន្លែងមានឆ្លងកាត់វត្តកំពង់ទឹកគេចឹងទៅផ្ទះអ្នកស្រុកអ្នកភូមិមានទាំងផ្ទះស្អាតផ្ទះបុរាណផ្ទះឈើផ្ទះថ្មអីចឹងណាហើយមែនតែនទៅបើសិនជាបងប្អូនមកលក្ខណៈជាគ្រួសារធំមានសមាជិកគ្រួសារច្រើនមិត្តភក្តិអីច្រើនអាចមកមួយទូកចេះក៏បានដែរយើងជិះតែគ្នាយើងចឹងណាប៉ុន្តែបើសិនជាមកគ្នាតិចអីយើងអាចជិះចូលរួមជាមួយអ្នកទេសចរផ្សេងខាងក្រោយខ្នងខ្ញុំនេះគេហៅថាស្ពានយោកំពង់ឆ្លងបងប្អូននិយាយទៅយើងជិះពីក្រោមស្ពានយោនឹងតែម្ដងយើងជិះពេលព្រឹកចឹងមិនសូវជាក្រៅប្រហែលទេណាមួយមានខ្យល់មកលហៀអញ្ចឹងត្រជាក់ស្រួលនិយាយទៅតាមពីតូចមកម្ដាយបានជិះទូកតាមដងស្ទឹងសង្កែដល់ពេលបានមកជិះម្ដងមានអារម្មណ៍ថាទេសភាពស្អាតតាក់ទាញគួរឲ្យចង់គយគន់នៅតាមដងស្ទឹងហ្នឹងគេមានដីសណ្ដចឹងទៅបាទគេមានដាំជាបន្លែមានជាដំឡូងអីជាដើមហើយក៏ឃើញមានទូកអ្នកស្រុកអ្នកភូមិដែលគាត់ជិះទៅជិះមកក៏ដូចជាទូកនេសាទអីជាដើមនិយាយទៅបរិយាកាសតាមជនបទស្ងប់ស្ងាត់បែបនេះគឺថាស្រស់ស្រាយស្អាតណាបន្ទាប់ពីមកដល់គោលដៅហើយមកដល់វត្តជទាលគេក៏ជិះត្រឡប់ទៅវិញនិយាយទៅទាំងមកហ្នឹងប្រហែល2ម៉ោងរយៈពេលហ្នឹងគឺថាយូរសមរម្យដែលយើងអាចគយគន់មកអស់ចិត្តអស់ចង់អញ្ចឹងណាបងប្អូនហើយតាមដងស្ទឹងសង្កែហ្នឹងក្រៅពីផ្ទះអ្នកស្រុកអ្នកភូមិក៏សបោជាហាងកាហ្វេភោជនីយដ្ឋានអីជាដើមនិយាយទៅខេត្តបាត់ដំបងគឺជាខេត្តមួយដែលសបោទៅដល់តំបន់ទេសចរតាក់ទាញមិនថាតំបន់ទេសចរវប្បធម៌ប្រវត្តិសាស្ត្រអេកូទេសចរតំបន់ព្រៃភ្នំភោជនីយដ្ឋាននិងការកំសាន្តផ្សេងជាច្រើនទៀតបាទអញ្ចឹងវីដេអូយើងក៏ដល់ទីបញ្ចប់ហើយកុំភ្លេចណាជួយចែករំលែកវីដេអូនេះម្នាក់មួយផងដើម្បីឲ្យភ្ញៀវទេសចរទាំងក្នុងស្រុកនិងក្រៅស្រុកបានឃើញហើយមកលេងនៅក្នុងស្រុកយកបានច្រើនបាទអញ្ចឹងវីដេអូយើងក៏ដល់ទីបញ្ចប់ហើយអរគុណជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលា